ជំរាបសួរបងបាទបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះតុយរស្មីបងទីតាំងបងស្ថិតនៅក្នុងភូមិឃុំអីដែរបងភូមិរូងឃុំចောင်းស្រុកសំរោងខេត្តតាកែវបងស្រុកសំរោងខេត្តតាកែវបងណាបាទបងមុនប្រើប្រាស់នៅផលិតផលធម្មជាតិណាកស៊ីបងមានអាការៈធ្វើទុកអីដែរខ្ញុំធ្វើទុកតឹងច្រមុះតឹងច្រមុះដកដង្ហើមមករួចបាទដេកយប់ដេកអីពិបាកដេកហើយល្មាស់បាទហើយឈួលกระដាស់ហើយហូសបោអាការៈយូរនៅបងយូរដែរហ្នឹងហើយល្មាស់កជីយើងក៏ល្មាស់ដែរជីមកភ្នែកច្រមុះភ្នែកហ្នឹងហើយមានល្មាស់ដែរបងល្មាស់តែគាត់ថាធ្វើទុកខ្លាំងគឺតឹងច្រមុះហ្មងតឹងច្រមុះហ្មងបាទល្មាស់กระដាស់ហ្នឹងហ្មងខ្លាំងមានដុសសាច់ទេបងសាច់ជាដុសហ្នឹងបាទព្រោះខ្ញុំអត់ដែរបានមើលដែរតែតឹងកំពង់កបងស្អាមកឈឺកំពង់កឡើងស្លេះទៀតបងឡើងស្លេះឈឺកំពង់កបងណាបាទហើយអាការៈយូរនៅបងអាសាឈឺមាត់យូរដែរបងយូរប្រហែលឆ្នាំហ្មង7 8ឆ្នាំតាំងតែខ្ញុំចេះតែទិញផលិតផលផ្សេងចេះប្រើអញ្ចឹងណាអូយូរហើយយូរដែរហើយអាការៈធ្វើទុកអញ្ចឹងពិបាកដែរបងពិបាកខ្លាំងហ៎បាទពេលយប់យើងយកពិបាកដេកតាំងយមោះដល់ពេលប្រើផលិតផលនេះទៅយើងធូរបានធូរបងបាទធូរច្រើនបងប្រើប៉ុន្មានថ្ងៃដឹងថាធូរបងដូចជា7ថ្ងៃដឹងថាធូរបាទធូរល្មាស់ភ្នែកល្មាស់ច្រមុះរលាកហើយឈឺកំពង់កបាត់អស់ហើយបងបាទតឹងច្រមុះល្មាស់กระដាស់ហ្នឹងយើងវាធូរបាទធូរមកធូរច្រើនហ្មងហ្នឹងហើយធូរច្រើនបាទបងជាវផលិតផលធម្មជាតិណាកស៊ីតាមរយៈអីដែរតាមរយៈเพจណាកូស៊ីហ្នឹងហ្មងឃើញតាម Facebook ហ្នឹងហើយតាមឃើញគេផ្សព្វផ្សាយទៅខ្ញុំតំណឹងខ្ញុំក៏កំងតាមគាត់មកប្រើទៅបងឃើញការផ្សព្វផ្សាយអញ្ចឹងបងជឿជាក់អីមុនដំបូងមិនតាន់ទៅជឿជាក់ដែរព្រោះខ្ញុំប្រើផលិតផលច្រើនអញ្ចឹងបាទបងបាទហើយប្រើទៅវាបានថាធូរវាបាត់បាទដល់ហើយតែឃើញផលិតផលនេះគេផ្សព្វផ្សាយថាបាត់អញ្ចឹងខ្ញុំក៏សាកមើលសាទៀតសាកទៅត្រូវមែនសាកទៅត្រូវហ្នឹងហើយបាទបានធូរបានជាមែនបងបានធូរច្រើនតាំងច្រមុះលេងហូរតបោលេងល្មាស់លេងស្អាក៏បាត់ស្លេះក៏អត់ទៅឡើងដែរហើយការគេងយប់អីញ៉ាំអីផ្សេងស្រួលទេបងឥឡូវមានធ្វើទុកដូចមុនទេឥឡូវអត់តន់ហ៊ានហូបដែរព្រោះយើងតែប្រើបានពាក់កណ្ដាលអញ្ចឹងបាទបងបាទចាំដល់ពេលថាជាចាំយើងហូបបាទនៅតែតមការតមនៅតែតមឡើយតមនៅតមហ្មងណាបាទហើយដេកស្រួលវិញឥឡូវដេកគូសងដង្ហើមឯធូរហើយបាទឡើងធ្វើទុកដូចមុនហើយឡើងធ្វើទុកឡើងតឹងច្រមុះឡើងអីបាទបងបាទអរគុណច្រើនសម្រាប់ការចែកម្លែកមកបងមានពាក្យពេចន៍អីផ្ដាំផ្ញើជូនពុកម៉ែបងប្អូនទាំងអស់ទូទាំងប្រទេសកម្ពុជាយើងដែលកំពុងតាមដាននៅវីដេអូផលិតផលធម្មជាតិណាកស៊ីឲ្យងាកមកប្រើប្រាស់សាកបងជាមួយផលិតផលធម្មជាតិណាកស៊ីបងហ្នឹងហើយអ្នកដែលមានអាការៈដូចខ្ញុំដូចតឹងច្រមុះល្មាស់ច្រមុះឈួរច្រមុះกระដាស់ហូរសបោអីហ្នឹងគឺប្រើណាកូស៊ីគឺបានធូរហើយបងប្អូនបាទបកែព្រោះខ្ញុំប្រើទៅវាបានធូរបាទបងឃើញលទ្ធផលចិត្តស្ដែងមែនបាទការបកស្រាយមកបងថាបានធូរហ្នឹងខាងក្រុមហ៊ុនមានបានជួលបងអីនិយាយបងអត់ទេបាទក្នុងអារម្មណ៍ខ្ញុំគឺវាធូរមែនប្រើទៅធូរបាទបានធូរបានលែងតឹងច្រមុះលែងជាមែនបងណាហ្នឹងហើយបាទបងបាទអញ្ចឹងអរគុណច្រើនបងសម្រាប់ការចែកម្លែកទេបងបាទបងបាទអរគុណបង